នេះបងប្អូនពេលខ្ញុំទៅទិញសាច់ជ្រូកណាខ្ញុំក៏ដូចអ្នកទិញដតីទៀតហ្នឹងឈរចាំឲ្យអ្នកលក់កាប់ឲ្យព្រោះឆ្អឹងនេះវាជាឆ្អឹងខ្នងវារឹងកបិតយើងធម្មតាហ្នឹងវាពេកមុខហើយអញ្ចឹងយើងឈរចាំឲ្យអ្នកលក់កាប់ឲ្យថ្លឹងរួចឈរចាំគាត់បន្តិចទៅគាត់កាត់លុយគាត់កាប់ឲ្យអញ្ចឹងទៅមានអ៊ំស្រីម្នាក់នោះគាត់ពេបមកគាត់ថាគាត់កាប់ទេគាត់ចាំយកទៅដល់ផ្ទះគាត់លាងទឹករួចហើយបានគាត់កាប់ធ្វើអញ្ចឹងវាជ្រះអស់ជាតិអស់អីយកកាប់រួចហើយបានយកទៅលាងទឹកហ្នឹងដល់ពេលខ្ញុំឯណេះយកមកស្រោះទឹកក្តៅថែមទៀតមុននឹងយកទៅធ្វើម្ហូបអញ្ចឹងការយល់ឃើញរបស់មនុស្សយើងខុសៗគ្នាណាយើងស្រោះអញ្ចឹងទៅដើម្បីវាជ្រះក្លិនឆ្អាបផងក្លិនជ្រុញឯនឹងផងហើយក៏ជាការសម្អាតឲ្យវាបាត់មេរោគផ្សេងដែរនេះស្រោះរួចហើយមិនអស់ចិត្តទេណាចាក់ទឹកនឹងចោលរួចហើយលាងសម្អាតដោយទឹកធម្មតាមកទឹកពីរទឹកទៀតសម័យឥឡូវគេធ្វើម្ហូបចឹងណាអ៊ំគេចាំបាញ់ខ្លាចជ្រះអស់ជាតិអីទៀតទេនេះសាច់ល្អតើបងប្អូនជាផ្នែកខាងឆ្អឹងខ្នងមិនតែសម័យឥឡូវដោយសារគេលក់ឆ្អឹងខ្នងបានតម្លៃស្មើនឹងឆ្អឹងជំនីដែរអញ្ចឹងគេជាទុកសាច់ឲ្យយើងឲ្យបានច្រើនពីមុនមកឆ្អឹងខ្នងតម្លៃធូរថ្លៃយើងច្រើនតែទិញយកធ្វើស៊ុបធ្វើអីស៊ុបកាទៀវអីធម្មតាតែឥឡូវអត់ទេស្ងោរអីហ្នឹងក៏គេចូលចិត្តប្រើឆ្អឹងខ្នងនឹងដែរហើយតម្លៃក៏ស្មើគ្នានឹងឆ្អឹងជំនីដែរទីយើងលាងឲ្យស្អាតទៅហើយទឹកយើងដែលយើងដាក់ដាំត្រូវធ្វើម្ហូបយើងនឹងពុះល្មមទម្លាក់វាចូលទៅហើយយើងក៏ទុកឲ្យវាពុះរហូតមានពពុះមានអីចាំយើងស្រង់ពពុះចេញម្សៅទៀតដួសពពុះនឹងចេញម្សៅទៀតនេះយើងប្រើឆ្អឹងខ្នងអញ្ចឹងទៅវាសូវសម្បូរខ្លាញ់ណាអញ្ចឹងម្ហូបរបស់យើងហ្នឹងវាមិនសូវជាតលន់ទេតែវាមានជាតិដោយសារយើងរងាស់ឆ្អឹងខ្នងហ្នឹងទុកយូរអញ្ចឹងទៅហើយយើងទៅធ្វើអីទៀតធ្វើទៅឥឡូវវាពុះហើយខ្ញុំដួសពពុះចេញរួចហើយខ្ញុំចាប់ផ្ដើមបង់គ្រឿងចូលមានប៊ីចេងស្ករមានទឹកត្រីមានម្រេចមានខ្ទឹមសដែលខ្ញុំដាំរួចហ្នឹងខ្ញុំដាក់ចូលទៅហើយចាក់ទឹកថែមទៅហើយដាក់រងាស់ចោលទៅអត់រវីរវល់អីនឹងគាត់ទៀតទេប្រើភ្លើងតិចរងាស់ទៅក្នុងនេះខ្ញុំអត់ដាក់អំបិលទេដោយសារតែខ្ញុំត្រូវស្ងោរជាមួយជ្រក់ស្ពៃនេះទុកឲ្យពុះចឹងទៅដោយសារយើងប្រើម្រេចខ្មែរយើងនិយមម្រេចក្របខ្មៅអញ្ចឹងទឹកសម្លយើងវាមិនសូវថ្លាទេវារៀងក្រហមទៅដោយពណ៌ម្រេចនឹងឯងប៉ុន្តែធ្វើយ៉ាងណាកុំធ្វើទៅនៅសល់សភាពថ្លាដែរណាទុកឲ្យពុះទៅពុះព្រិចចោលទៅពេលយើងធ្វើស៊ុបកាទៀវស៊ុបអីហ្នឹងក៏វាបានមានរសជាតិឆ្ងាញ់ដែរបើយើងចំណាយពេលរំងាស់ឲ្យបានយូរនោះហើយងាកមកចាត់ចែងខាងជ្រក់ស្ពៃយើងវិញជ្រក់ស្ពៃទៅសួរគេបងជ្រក់ស្ពៃលក់1គីឡូម៉ានគេប្រាប់ថា1គីឡូ5000ខ្ញុំទិញតែកន្លះគីឡូគេថាកន្លះគីឡូក៏គេលក់ព្រោះក្រែងចិត្តគេដែលយើងទៅសួរគីឡូគេដល់ពេលទិញពីខាំអីចឹងណាអ្នកលក់ថាអត់អីទេអ្នកខ្លះសួរ1គីឡូម៉ានគាត់ទិញ500ផងហ្នឹងអញ្ចឹងដល់ពេលយក2គុំហ្នឹងថ្លឹងទៅ9ខាំ4500ជ្រក់ស្បៃ4500សាច់ជ្រូកអស់11000ញ៉ាំបាន2ពេលព្រឹកល្ងាចហើយរួមទាំងមើលឆ្កែ3ក្បាលឆ្មា1ក្បាលទៀតសំចៃអស់ត្រឹមប៉ុណ្្នឹងហើយអញ្ចឹងយើងយកមកលាងទឹកសិនមុនដំបូងមិញហ្នឹងខ្ញុំដាក់លាងទឹកកដោយសារតែឆ្អឹងជំនីហ្នឹងឆ្អឹងជ្រូកអាំងទៅស្រោះហើយអញ្ចឹងទៅលាងទឹកធម្មតាអត់បានប្រើទឹកកទេអញ្ចឹងយកទឹកកមកលាងបន្លែវិញជ្រះល្អលាងបានមួយសាពីរសាបន្តពីនឹងមកហើយចាំយើងមកចាត់ចែងកាត់វាបងប្អូនស្ងោរជ្រក់ស្ពៃហាន់យ៉ាងម៉េចដែរខ្ញុំដាក់វារាងធំណាហើយដោយផ្ទាល់ខ្លួនខ្ញុំទៅខ្ញុំចូលចិត្តឲ្យជ្រក់ស្ពៃនៅស្រួយទេខ្ញុំអត់ចូលចិត្តដាក់ឲ្យផុយទេបើខបានខ្ញុំដាក់ឲ្យផុយអញ្ចឹងណាចឹងតាមទម្លាប់គ្រួសារមួយតាមហ្នឹងទៅនេះហាន់បដាហ្នឹងទៅពីបដាស្រួយចូលចិត្តរបស់ស្រួយចូលចិត្តទំពីនេះ
chạy lò na bắt đầu cái này gì tới chút space ní còn ba việt hàng tề nè cô ní kim tục có bông bồn bà đã ngao tới cái vị tràn pe này chẳng kim tục vi sầm đậm nhâm cho mũi tây ăn nhâm cho mũi bài cọ anh pe cào chẳng á nè hành việt màu nhâm hành thông thông chẳng aiนี่ให้มันต่อมาขยำจับดาวกัดดามตำยืนยกโกลดับเซงในซักขยำช่วยจัดโกลตำได้รวยจังโกลตำขยำบางบนจังนะปนังรู้จังเครื่องกระเยงด่ามาเพลทติดจะอันบันยำบันไปสาธาทำไมหนึ่งจังขมิ้นไม่จังพิศลาเรียนประดาไม่ในจัดแต่นั่งสลาจัดแต่นั่งปัจจัยมาไว้จังโกงชิมเรียนในสลาได้ช่างไงแต่นั่งมันติดตีดจังtớiก่อนมาดับแต่ได้มาดับบานเคยบายมาหกจันให้สลับจังสบายจัดเลยผู้ยังในบิทเมย์ได้ยังดังไงเนาะมาดับแต่บายมาหกจันสลับนั่งคือสบายจัดได้ผู้ทางเช่นไปเรียนมาบิเฮลคลังนี่รุ่ยบาดพลุมือtớiบาเบียสเตอร์ปลายจำยังถ่ายแต่นี่อันมินสเตอร์ไอเต้นะพลุเตอร์ละโมหายรู้จิกาสลัดเอาก่อน